បើថាធុញទ្រាន់ជាមួយនឹងស្លោហើយណាតគ្នាអាចសាធ្វើមួយមុខនេះបែនប្រហុកចិញ្ច្រាំជាមួយនឹងសាច់ជ្រូកបែបនេះហ៎អូយយូធ្វើម្ដងវាថាឆ្ងាញ់ញ៉ាំបាយបានច្រើនហ្មងនៅគ្នាហើយបានផ្ទាប់ជាមួយនឹងត្រប់ស្រួយមានតសក់មានអីចឹងទៀតអូយថាជាតិមែនតែនហ្មងញ៉ាំបាយបានច្រើនហ្មងហើយត្បូងហ្នឹងមានសាច់ជ្រូកចុកខ្លាញ់ហើយយកលាងទឹកលាងឲ្យបានស្អាតហាន់ហើយយកមកកិនបែបហ្នឹងណគ្នាប៉ុន្តែគឺ fail សាហាវហ្មងកិនលើកទី1នឹងអត់ម៉ត់ទេដូរដាក់ម៉ាស៊ីនទុយក៏នៅតែអត់ម៉ត់ហើយចុងក្រោយគឺមានតែយកមកចិញ្ច្រាំទេអូយសាហាវហ្មងសានចេះតាំងពីចេះធ្វើម្ហូបមកតែថាអូយ fail សាហាវដល់ថាម្ដងពីរដងអញ្ចឹងទេគឺលើកនេះអូយយីមែន set ហ្មងប៉ុន្តែមិនថា fail ហ្នឹងគឺម្ហូបអត់ឆ្ងាញ់ដល់គ្នាគឺឆ្ងាញ់គ្រាន់ថាកិនសាច់វាអត់ដាច់ចឹងណាហើយខ្ញុំយកមកចិញ្ច្រាំជាមួយនឹងប្រហុកនឹងច្រាំឲ្យម៉ត់ហើយចិញ្ច្រាំម្ទេសជាមួយនឹងខ្ទឹមសឲ្យម៉ត់ហើយបើយើងចិញ្ច្រាំចូលគ្នាបែបនេះដល់គ្នាហើយយើងច្រាំចូលច្រាំឡើងមកឲ្យតែវាម៉ត់សពសាយសពគ្រឿងហើយគឺយកមកគោះពងទាហើយពងទាសិនហ្នឹងគឺខ្ញុំប្រើ3ក្រុមដល់គ្នាយើងគោះវាឲ្យឡើងល្អអញ្ចឹងហើយខ្ញុំបន្ថែមជាមួយនឹងទឹកក្តៅបន្តិចដែរហើយគ្រឿងខើដាក់តាមចំណង់ចិត្តតាមប្រហុករបស់យើងខ្ញុំមានស្ករស1ស្លាបព្រាបាយកន្លះប៊ីចេងបន្តិចទឹកស៊ីអ៊ូបន្តិចចឹងណាហើយអំបិលគឺយើងអត់ដាក់ទេដោយសារប្រហុករបស់យើងគឺវាប្រៃស្រាប់ហើយគ្រឿងខើយើងលៃលុកតាមទំហំប្រហុករបស់យើងមកដល់គ្នាបើសិនជាប្រហុកយើងប្រៃខ្លាំងឬក៏ល្មមអីចឹងយើងអាចថែមថយស្ករអីតាមនឹងបែរឬក៏បន្ថែមទឹកក្តៅអីបន្តិចចឹងណាគ្នាហើយទឹកឈូដែលយើងឆាមុនហ្នឹងគឺយើងយកលេខជាមួយនឹងពងទារបស់យើងឲ្យបានសពគ្រឿងហើយយើងយកទៅដាក់ចំហុយរយៈពេលចំហុយ50នាទីពេលដែលយើងមើលឆ្អិនឬក៏មិនឆ្អិនគឺយើងយកចង្កឹះឬក៏ឈើអីចុចចំកណ្ដាលទៅបើសិនជាអត់មានទឹកគឺបានន័យថាផុងចិញ្ច្រាំរបស់យើងនឹងបានឆ្អិននៅគ្នាហើយបន្ថែមជាមួយនឹងពងមាន់យកមកលេបពីលើអញ្ចឹងអូននៅគ្នាយីមែនអូយបន្ថែមតំណងមែនតែនហើយមកតែខាងក្នុងញ៉ាំប៉ះមួយម៉ាត់ទៅហល់តិចតិចអូយបន្ថែមឆ្ងាញ់មែនតែនមកនៅគ្នាបានផ្ទាប់ជាមួយនឹងតសក់ត្រប់ស្រួយចេះទៀតអូនយីមែនបាយមួយឆ្នាំងអីមិនស្រួលលេងម្នាក់ឯងមកឆឹងហ្មង